ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានមកបកគលផ្ទះមួយនៅខាងស្រុកសន្ទុកខេត្តកំពង់ធំមកកំពើហាកាត់វេលាទឿឆ្នាំ2025មានដំបូល4កលៈបងប្អូនទូផ្ទះ2កលៈចក្រានបាយ1កលៈនិងរៀនហាខាងមុខ1កលៈដូច្នេះហើយបងប្អូនដែលចង់ទស្សនាផ្ទះគំរូផ្ទាល់បងប្អូននៅក្បែរនេះបងប្អូនអាចជិះមកទស្សនាផ្ទះគំរូបានសម្រាប់ផ្ទះនេះដែរទំហំ7x15 ម៉ែត្រមានបន្ទប់គេង3បន្ទប់ទឹកចក្រានបាយ1ទទួលភ្ញៀវ1រៀនហាខាងមុខ1សម្រាប់សម្ភារៈផ្ដល់ជូននៅក្នុងរូបភាពវីដេអូទាំងអស់ជាដកកង្ហាលវាំងននពុកសឡុងម៉ាស៊ីនត្រជាក់ម៉ាស៊ីនទឹកក្តៅទឹកត្រជាក់ជាដើមក្រៅពីនឹងគ្រឿងភ្លើងពូភ្លើងគ្រឿងបន្ទប់ទឹកគឺផ្ដល់ជូនដូចក្នុងរូបភាពដើម្បីដំណើរការសាងសង់ផ្ទះបានពុកម៉ែបងប្អូនត្រូវសិក្សាកិច្ចសន្យាសិននៅក្នុងកិច្ចសន្យាមាន6ទំព័ររៀបរាប់ពីទំហំផ្ទះតម្លៃផ្ទះរយៈពេលសាងសង់ការធានាសម្ភារៈផ្ដល់ជូនចាប់ពីជើងក្រោមរហូតដល់ដបូលលើមានអីខ្លះដំណាក់កាលនៃការទូទាត់ប្រាក់ជាដើមហើយមានច្រើនទៀតនៅក្នុងកិច្ចសន្យាពេលបងប្អូនអានកិច្ចសន្យាឃើញតែត្រឹមត្រូវអស់ហើយខាងខ្ញុំចុះទៅជួបដើម្បីធ្វើកិច្ចសន្យាជាមួយអាជ្ញាធរដែនដីនៅខាងបងប្អូនតែម្ដងបានយើងខ្ញុំមិនតម្រូវឲ្យបងប្អូនកក់ប្រាក់មុនពេលធ្វើកិច្ចសន្យាទេហើយបងប្អូនក៏មិនគួរបង់ប្រាក់ឲ្យទៅអ្នកមកការមុនពេលធ្វើកិច្ចសន្យាដែរដែលហេតុថាបងប្អូនមិនទាន់ដឹងសម្ភារៈគេផ្ដល់ជូនអ្វីខ្លះដំណាក់កាលនៃការទូទាត់បែបណាទេដូច្នេះហើយការអានកិច្ចសន្យានិងធ្វើកិច្ចសន្យាគឺចាំបាច់បំផុតនៅមុនពេលបង់បាទអរគុណច្រើនពុកម៉ែបងប្អូនសូមជួយចែករំលែកវីដេអូនេះទៅមនុស្សជាទីស្រឡាញ់ទាំងអស់គ្នា